មានពេលតែកន្លះថ្ងៃឯងក៏ប៉ុន្តែចង់ទៅដើរលេងនៅកោះចឹងថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងគ្នាទៅស្គាល់កោះមកកន្លែងដែលនៅជិតៗពេញដែលយើងចាយពេលត្រឹមតែ30នាទីក៏យើងអាចទៅដល់កោះនឹងបានដែរចឹងសម្រាប់កោះហ្នឹងអត់មានអ្នកណាឆ្ងាយទេគឺកោះដាច់យើងនឹងឯងហើយកោះដាច់ឥឡូវមានទីផ្សារណាព្រោះដោយសារតែមានបងប្អូនយើងគាត់ទៅលេងច្រើនខ្លាំងហើយបើថាបានទៅលេងកោះដាច់ហាងកាហ្វេដែលខ្ញុំចង់ recommend ខ្លាំងហ្មងគឺហាងកាហ្វេ Amara នេះខ្ញុំនិយាយមែនទៅដល់ភីមគឺថា feeling in Siem Reap ហ្មងនិយាយមែនបរិយាកាសគេនៅនឹងគឺស្អាតខ្លាំងហើយអមដោយធម្មជាតិនិយាយទៅស្អាតហ្មងចឹងសម្រាប់អ្នកគេដែលគាត់មានពេលតិចអីហើយចង់ទៅកោះដាច់កោះអីហ្នឹងមិនបាច់ប្រាថ្នាទេប្រាថ្នាត្រឹមតែកោះដាច់ហ្នឹងក៏បានដែរព្រោះដោយសារតែវាយើងជិតពេញហើយយើងអត់សូវចាយពេលច្រើនហើយយើងបានដើរច្រើនកន្លែងទៀតចឹងជាដំបូងយើងជិះតាមផ្លូវ 6A មកយើងជិះមកតាមលបងវត្តហ្នឹងដើម្បីឆ្លងដរហើយសម្រាប់ការឆ្លងដរហ្នឹងទាំងរងចាំទាំងអីហ្នឹងខ្ទង់10នាទីជាងដែរតាមដរយឺតដរលឿនអញ្ចឹងហើយនៅហ្នឹងគេក៏មានជួលកង់ជួលអីដែរនៅអាកន្លែងផ្លូវបាត់ឆ្វេងនេះប៉ុន្តែខ្ញុំអត់ទេខ្ញុំអត់ជួលដោយសារខ្ញុំចង់ជិះម៉ូតូហើយខ្ញុំអត់តន់ញ៉ាំអីអញ្ចឹងមកចូលដាក់កាហ្វេដើម្បីយកកម្លាំងតតាណាថតវីដេអូឲ្យបងប្អូនទាំងគ្នាមើលទៀតហើយសំខាន់ហាងកាហ្វេនេះពេលដែលខ្ញុំចូលមកដល់គឺអូយមិនដឹងនិយាយថាម៉េចទេរសជាតិកាហ្វេគេក៏ឆ្ងាញ់ការដេក័រនិយាយទៅវាហិចវា10លើ10សម្រាប់ខ្ញុំហ្មងខ្ញុំគិតថាវាអត់ដូចមានកន្លែងណាតោះហើយវីដេអូនេះក៏មានបាន sponsor ពីម្ចាស់ហាង Amara ហ្នឹងដែរប៉ុន្តែកន្លែងគេនេះរសជាតិកាហ្វេឆ្ងាញ់ត្រូវមាត់ខ្ញុំហើយការដេក័រការរៀបចំអីគឺស្អាតតាក់ភ្នែកហើយអមដោយធម្មជាតិហ្មងហើយសម្រាប់តម្លៃ drink របស់គេវិញដូចជា$3.40 $3.60អីតាមប្រភេទ drink ប៉ុន្តែខ្ញុំគិតថាវាស័ក្តិសមនឹងបរិយាកាសក៏ដូចជាការរៀបចំរបស់គេហើយសម្រាប់តម្លៃហ្នឹងយើងអាចទទួលយកបានហើយបើសម្រាប់កន្លែងអង្គុយគេវិញគឺមានច្រើនខ្លាំងមែនតើហ្មងហាងកាហ្វេនេះគឺលើកទី1ដែលខ្ញុំទៅហើយមានអារម្មណ៍ចង់ទៅទៀតទៅពិតជាចង់ណែនាំខ្លាំងសម្រាប់ហាងកាហ្វេមួយនេះហើយពេលចូលកាហ្វេហ្នឹងញ៉ាំបានតែកាហ្វេមួយគ្រូសងឯងបន្ទាប់មកម៉ោង11ជាងខ្ញុំក៏ទៅហៅបាយថ្ងៃនិយាយទៅបាយព្រឹកបាយថ្ងៃសរុបហ្មងណាគឺមកហៅនៅកោះដាច់ហើយសម្រាប់កោះដាច់នេះខ្ញុំនិយាយស្មោះត្រង់អីដែលខ្ញុំអត់ពេញចិត្តគឺអ្នកដែលគាត់ទូលអីលក់គឺគាត់តាមខ្ញុំតាំងពីកន្លែងផ្សារម៉ូតូរហូតដល់លុយទឹកតាមយើងដល់កញ្ចោះហ្មងយើងប្រាប់ចង់30ដងប្រាប់ថាខ្ញុំអត់ទិញទេខ្ញុំអត់ទិញទេនៅតែតាមយើងរហូតអញ្ចឹងខ្ញុំរៀងធុញហើយរៀងមានសម្ពាធដែរហើយវាបានទៅកោះដាច់កុំភ្លេចជួយទិញបុកល្ហុងរបស់អ៊ំស្រីផងគាត់លក់មួយចានតែ10000ទេណានិយាយទៅពេលដែលដឹងពីប្រវត្តិគាត់បានដឹងថានិតគាត់ខ្លាំងហ្មងហើយបើសម្រាប់មាត់នេះវិញ160,000 free កញ្ចោះ free បាយ free กระดาษជូតមាត់អីចឹងទៅតែខ្ញុំអត់ recommend ទេបើសិនជាបងប្អូនទាំងគ្នាមកជួលតែកញ្ចោះគេត្រឹម10000 20000អីបានហើយទិញឲ្យបានពីក្រៅមកញ៉ាំមកព្រោះដោយសារតែ60000វារៀងថ្លៃដែរហើយសម្រាប់រសជាតិមាន់សាបអត់សូវឆ្ងាញ់ទេគាត់ពងស្រួយហើយទឹកម្រេចគាត់អីឆ្ងាញ់ចឹងបន្ទាប់ពីញ៉ាំហើយក៏ជិះមកឆ្លងមកកន្លែងស្ពានដើម្បីទៅកោះអង្គាតៃសំខាន់ពេលដែលឆ្លងស្ពានហើយហ្នឹងគឺឃើញដើមឈើនៅតាមនឹងអមជុំវិញស្អាតមែនតើហើយអាផ្លូវនេះគឺមិនមែនផ្លូវទៅភូមិលំបាញណាផ្លូវទៅភូមិលំបាញគឺអាផ្លូវដែលមានផ្កានេះផ្កាកងោកហ្នឹងណាតែដោយសារតែផ្លូវផ្កាមិញហ្នឹងគឺស្អាតពេកអញ្ចឹងក៏ជិះថតបន្តិចទៅអញ្ចឹងពេលដែលឆ្លងស្ពានដាច់មិញគ្រាន់តែបាត់ឆ្វេងទៅជិះមកត្រង់រហូតគឺដល់ភូមិលំបាញហើយសម្រាប់តម្លៃចូលគឺម្នាក់2000រៀលតែគាត់យកខ្ញុំ5000 2នាក់អញ្ចឹងប្រហែលជាគាត់គិតទាំងថ្លៃម៉ូតូដែរហើយពេលដែលចូលមកដល់នេះគឺគេមានតាំងបង្ហាញជាមួយនឹងផ្លាកសម្រាប់ឲ្យយើងមើលពី process នៅក្នុងការកកើតធ្វើមិនបានចេញមកជាសូត្រមួយដ៏ស្រស់ស្អាតអញ្ចឹងណាតែប៉ុន្តែពាក់ព័ន្ធជាមួយនឹងការធ្វើសូត្រអីនេះខ្ញុំបានដឹងព័ត៌មានខ្លះហើយដោយសារតែខ្ញុំធ្លាប់ទៅអាស៊ីសង្ឃនៅស៊ីមៀបអញ្ចឹងខ្ញុំបានដឹងច្រើនដែរពាក់ព័ន្ធជាមួយនឹងការធ្វើសូត្រនឹងពីមតនៈទៅមតនៈតើគេត្រូវធ្វើអីគេខ្លះអញ្ចឹងបងប្អូនតាំងនេះមកគឺដឹងច្រើនមែនតើហ្មងពីការធ្វើមិនបានទៅជាសូត្រនឹងហើយអាសត្វនឹងវាស៊ីអីរុក្ខជាតិអីជាអាហារអញ្ចឹងណាហើយតម្រាំតបានសូត្រហូលមួយក្បិនគឺគេចាយពេលពី10ថ្ងៃទៅ12ថ្ងៃតាមម៉ូតប្របាក់ម៉ូតស្រួលអីចឹងទៅហើយបើសម្រាប់កម្មាសូត្រកសែងសូត្រអីហ្នឹងគឺគេចាយពេលត្រឹមតែ1ថ្ងៃទៅ2ថ្ងៃអីទេពេលដែលបានចូលមកដល់ភូមិលំបាញនេះមានអារម្មណ៍ថាដូចកំពុងនៅសួនសត្វភ្នំតាម៉ៅអីចឹងនិយាយពីថាមានសត្វកង្កោពីមុនដូចជាមានកពើទៀតមានធំកពើមានអីទៀតក៏ប៉ុន្តែឥឡូវគឺឡើងមានហើយទីធ្លាគេនៅនឹងធំហើយអញ្ចឹងបងប្អូនទាំងគ្នាបើសិនជាមានពេលតនេតិចតួចអីអាចឆ្លៀតមកភូមិលំបាញក៏ដូចជាកោះស្ដេចកោះអង្គាតៃនេះបានណាអញ្ចឹងវីដេអូកន្លះថ្ងៃរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេកុំភ្លេច follow page ខ្ញុំដាក់មួយផងណាជួបគ្នានៅវីដេអូក្រោយទៀតបាយ